ខ្ញុំចង់និយាយពីវីដេអូដែលបងប្អូនខ្មែររបស់យើងសំចិត្តខ្លាំងមែនតើដែលឃើញប្រជាកសិករថៃដែលមានដំណាំមានបន្លែផលិតផលកសិកម្មបន្ទាប់មកអត់ដឹងយកលក់ឲ្យណាគេដោយសារតែមានបញ្ហាជាមួយកម្ពុជាគឺជាអតិថិជនធំរបស់គាត់ដល់តែពេលចំនួនព្រំដែនកម្ពុជាថៃកើតឡើងអញ្ចឹងគាត់អត់ដឹងលក់ឲ្យណាគេគាត់ក៏យកផលិតផលទាំងអស់នោះទៅចាក់ចោលខ្ញុំជឿថាប្រជាជនខ្មែរឃើញហើយមានការសំចិត្តជាខ្លាំងខ្ញុំគិតថាខ្ញុំក៏សំចិត្តដែរក៏ប៉ុន្តែសួរថាសប្បាយចិត្តអត់ខ្ញុំអត់សប្បាយចិត្តទេខ្ញុំហ៊ាននិយាយថាខ្ញុំអត់សប្បាយចិត្តទេហើយខ្ញុំជឿថានៅក្នុងចិត្តនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរក៏អត់សប្បាយចិត្តដែរតែបើសួរថាសំចិត្តអត់យ៉ាសំចិត្តគ្រាន់តែសំចិត្តមកផ្លែតបានហើយតោះមកយើងទាញអាភាពមេត្តានៅក្នុងក្រអៅបេះដូងដែលយើងចេះអត់អោនទោសទាញចេញមកមើលបានយើងដឹងថាការបន្តពួកគាត់គឺជាជនរងគ្រោះទេអ្នកដែលយើងត្រូវសំចិត្តជាមួយឲ្យប្រកាសហ្មងគឺជារដ្ឋាភិបាលថៃដែលកំពុងតែដណ្ដើមអំណាចគ្នាឃ្លានចង់បានអំណាចរហូតដល់ភ្លេចគិតពីផលវិបាករបស់ប្រជាពលរដ្ឋខ្លួនឯងរវល់តែចង់បានអំណាចរវល់តែចង់ឲ្យគេគោរពឲ្យគេកោតខ្លាចខ្លួនឯងខ្លាំងពេករហូតដល់ច្រឡំតែខ្លួនឯងធំមែនតើប្រទេសគាត់គឺអស្ចារ្យខ្លាំងមែនតើប្រទេសគាត់គឺមហាសេដ្ឋកិច្ចរបស់ពិភពលោកមែនតើដោយដែលបានឃើញអ្នកនាំពាក្យមួយចំនួនក្នុងពេលដែលកំពុងមានបញ្ហាហ្នឹងសិតតែនិយាយថាបើផ្ដាច់ប្រេងអត់នាំចូលប្រេងមកស្រុកខ្មែរតែមួយខែកម្ពុជានឹងសុំចុះចាញ់បាត់ភ្លើងបាត់អ៊ីនធឺណិតទៅកម្ពុជាដាច់ខ្យល់មិនខានរហូតដល់ច្រឡំគិតថាបើអត់មានប្រទេសថៃមួយកម្ពុជានិងប្រទេសជុំវិញនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាជាមិនខាននេះគាត់កាត់បែបហ្នឹងរហូតដល់គាត់ទាញប្រជាពលរដ្ឋគាត់ឲ្យច្រឡំមកហលេងឲ្យកាត់អញ្ចឹងដែរចឹងតើប្រជាពលរដ្ឋណាខ្លះដែលកាត់អញ្ចឹងខ្ញុំជឿថាមានច្រើនខ្លាំងមែនទែនប្រជាពលរដ្ឋដែលចេញមកចូលមក comment នៅក្នុងវីដេអូក្នុង live ក្នុងអីរបស់ខ្មែរយើងរងថ្ងៃឬក៏ផុសរូបកាត់តអីដែលថាស្អប់ខ្ពើមខ្មែរណាហើយទុំជាតិហើយអីយើង1 2 3ហ្នឹងគឺជាប្រជាពលរដ្ឋដែលយល់ឃើញតាមការបង្រៀនការប្រាប់របស់រដ្ឋាភិបាលរបស់គេនឹងឯងទោះបីមានបែបហ្នឹងច្រើនយ៉ាងណាក៏ដោយតែយើងនៅតែមើលឃើញដូចជាសាស្ត្រាចារ្យដូចជាអ្នកដែលមានចំណេះដឹងដូចជាអ្នកដែលគាត់បានរៀនពីប្រវត្តិសាស្ត្រឬក៏ប្រជាពលរដ្ឋមួយចំនួនដែលបានការអប់រំមកល្អគឺគេចិត្តតិចគេចេះពិចារណាគេមានការចេះដឹងគេក៏គិតឃើញថាអូវាមិនមែនអញ្ចឹងទេតែគេមិនអាចនិយាយបានអញ្ចឹងសរុបមកពេលដែលយើងមានអារម្មណ៍ថាយើងសមចិត្តនេះយើងគួរពិចារណាឲ្យច្បាស់ថាយើងសមចិត្តទៅលើអ្នកណាគេបំណងរបស់ច្បាប់គឺចង់ឲ្យយើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរតាំងខ្លួនឲ្យខ្ពង់ខ្ពស់ដោយពងសាវតារបស់យើងអញ្ចឹងបែងចែកឲ្យដាច់មនុស្សអាក្រក់យើងថាអាក្រក់មនុស្សណាដែលមិនអាក្រក់ចំពោះយើងមិនបាច់ខឹងស្អប់គេទេស្របទៅតាមគោលការណ៍ដែលរដ្ឋាភិបាលកម្ពុជារបស់យើងគាត់អត់ចង់ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេសមានចំនួននឹងគ្នាទេគឺរឿងដែលកើតឡើងមកហើយរដ្ឋាភិបាលគាត់នឹងធ្វើការដោះស្រាយក្នុងនាមយើងជាប្រជាពលរដ្ឋយើងចូលរួមចំណែកអ្វីបានយើងធ្វើទៅប៉ុន្តែកុំទៅបង្កបញ្ហាថែមឲ្យរដ្ឋាភិបាលគាត់ពិបាកនៅក្នុងការដោះស្រាយឲ្យយើងបន្ថែមទៀតហើយយើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងត្រូវតែតាំងខ្លួនឯងឲ្យថ្លៃថ្នូរយើងមិនបង្កចំនួនជាមួយអ្នកណាមុនយើងកុំចូលទៅ comment ញ៉ែញ៉ៃនៅក្នុងវីដេអូឬក៏អីដែលពាក់ព័ន្ធទៅនឹងប្រទេសថៃយើង comment បានដោយមានសុជីវធម៌ដោយត្រឹមត្រូវដោយមានភាពច្បាស់លាស់ហើយកុំធ្វើដូចពួកថៃឥឡូវនេះកំពុងតែវឹកវរចូលមក comment ដូចក្នុង live ឬក៏ក្នុងវីដេអូខ្ញុំអីហ្នឹងក៏មានដែរបើយើងឃើញថាមនុស្សសៀមមួយចំនួនចរិតវាមិនថ្លៃថ្នូរអញ្ចឹងហើយយើងកុំយកខ្លួនយើងទៅធ្វើឲ្យដូចវាប្រជាពលរដ្ឋថៃណាដែលគេផុសតែរឿងគេក៏គេផុសទៅកុំឲ្យគេមើងងាយយើងបានដូចយើងកំពុងមើងងាយពួកសៀមមួយចំនួនអញ្ចឹងហ្នឹងហើយគឺជាបំណងរបស់ឆាប់សង្ឃឹមថាប្រិមត្តរបស់ឆាប់ទាំងអស់គ្នានឹងរក្សាភាពថ្លៃថ្នូរបានសម្រាប់ប្រទេសជាតិរបស់យើង